បាទសួស្តីបងប្អូនទាំងគ្នាមកជួបខ្ញុំទៀតបងប្អូនបាទការធ្វើម្ហូបបាទជួយឆ្ងាញ់បងប្អូនបាទថ្ងៃនេះយើងមានពោះគោបងប្អូនបាទពោះគោតបហុកបងប្អូនបាទឥឡូវយើងដាក់ពោះគោយើងដាក់ស្ងោរចោលបងប្អូនបាទរបៀបស្ងោរមានអីបំបាទទេបងប្អូនយើងស្ងោរទឹកដូងក៏បានអីក៏បានបងប្អូនបាទនេះយើងដាក់ទឹកឲ្យហើយទឹកយើងធម្មតាទេបងប្អូនបាទគឺយើងបានពោះគោចំនួន1គីឡូបងប្អូនបាទយើងដាក់យ៉ាងហើយបងប្អូនបាទយើងក្រើបវាទៅបងប្អូនបាទពុះបាទចាំបើកវាមកបងប្អូនបាទហុយlạiម្ដងបងប្អូនអូយបាទតំណៅមែនតើបងប្អូនបាទឥឡូវយើងទុកវាមួយឡែកទៅបងប្អូនបាទអានេះរងាស់យើងយូរដែរបងប្អូនបាទមកតែវាឆ្អិនណាបងប្អូនបាទឥឡូវខ្ញុំមើលទៅថាវាឆ្អិនហើយបងប្អូនបាទឆ្អិនហើយបាទខ្ញុំចាប់ផ្ដើមរៀបចំបាទដូចដាក់ចានបងប្អូនបាទហើយទឹកប្រហុករបស់យើងក៏ខ្ញុំធ្វើរួចរាល់ហើយដែរបងប្អូនបាទគាត់ថាការធ្វើទឹកប្រហុកខ្ញុំបានបង្ហាញទេបងប្អូនបាទវាងាយពេកបងប្អូនបាទហើយឥឡូវយើងស្រង់ដាក់ចានទៅបងប្អូនបាទដឹងតាស្រក់ទឹកមាត់ហើយបងប្អូនអើយបាទជាតិតែម្ដងបងប្អូនបាទអែមបងប្អូនបាទអើយបាទតំណៅមែនតែនបងប្អូនបាទឥឡូវខ្ញុំស្រង់រួចរាល់ហើយបងប្អូនបាទនេះពោះគោរបស់យើងបងប្អូនបាទបងប្អូនបាទនេះបាច់ជីទឹកហុកជាបងប្អូនបាទបន្លែរបស់យើងបងប្អូនបាទហុយយ៉ាងណាជាតិដែរបងប្អូននេះបងប្អូននេះគោយើងបាទទឹកហុកបាទហើយមានជីមានឡាក់ចាំយូរបងប្អូនដាក់មួយដុំទៅនេះហើយngóng em luôn chiên rồi mà đấy. Ngon này quen rồi nè